គ្រោះដល់កាចសាហាវទាំង4ប្រភេទដែលគេប្រទះឃើញជាញឹកញាប់បានមកអំពីការវះកាត់បាទទី1គឺក្របគ្រោះប្រភេទផ្កាយដែលវិសាបច្ចេកទេហៅថា calcium oxalate stone ដែលមាន60ទៅ 80% នៃប្រភេទក្របគ្រោះទាំងអស់ដែលមាននៅក្នុងរាងកាយរបស់មនុស្សយើងឯទី2គឺក្របគ្រោះប្រភេទកញ្ចក់វាមានសភាពមុតស្រួចដែលវិសាបច្ចេកទេហៅថា uric acid stone វាមាន 10% នៃប្រភេទក្របគ្រោះទាំងអស់ដែលមាននៅក្នុងរាងកាយរបស់មនុស្សយើងឯទី3គឺក្របគ្រោះប្រភេទដូចជាមើមខ្ញីអញ្ចឹងដែលវិសាបច្ចេកទេហៅថា Stewart infection stone ដែលវាមាន5ទៅ7% នៃប្រភេទក្របគ្រោះទាំងអស់ដែលមាននៅក្នុងរាងកាយរបស់មនុស្សយើងឯទី4នោះគឺក្របគ្រោះប្រភេទដុំសាច់ជូរដែលវិសាបច្ចេកទេហៅថា Cystine stone ដែលវាមានតិចបំផុតពី1ទៅ3% នៃប្រភេទក្របគ្រោះទាំងអស់ផលបង្កជាជំងឺក្របគ្រោះដល់កាចសាហាវនៅក្នុងរាងកាយរបស់មនុស្សយើងនេះបាទទី1គឺដោយសារយើងទទួលទានទឹកអត់គ្រប់គ្រាន់គឺយើងមិនចេញចោលបរិមាណទឹកនោមទាបទៅក្រៅអញ្ចឹងជាតិពុលវាអត់មានឱកាសចេញពីរាងកាយយើងទៅតាមទឹកនោមបាទចូលចិត្តទទួលទានចំណីអាហារដែលសម្បូរដោយសូដ្យូម កាល់ស្យូម ប្រូតេអ៊ីនហើយនិងអុកស៊ីតខ្ពស់ពិសេសមែនទែនវាប្រឈមពីអ្នកមានបញ្ហាធាត់លើទម្ងន់ជំងឺកាពះពោះវៀនហើយដងនោមរ៉ាំរ៉ៃពួកគាត់ប្រើឱសថច្រើនរយៈពេលយូរនិងជាប្រចាំប្រឈមជាមួយនឹងការកើតជំងឺក្របគ្រោះហើយរោគសញ្ញារបស់ជំងឺក្របគ្រោះក្នុងតម្រងនោមគឺយើងពិបាកក្នុងការបញ្ចេញចោលទឹកនោមឈឺលីងចង្កេះបាទក្តៅល្ងាចស្រាយរោគកល់ចង្អួតពីខ្លះនោមមានឈាមជាដើមហើយអ្នកមានបញ្ហាក្របគ្រោះនៅក្នុងថងទឹកប្រមាត់ក្នុងក្បាលជារៀងនេះបាទគឺជឿចុកចាប់នៅក្រោមបោះខាងស្ដាំឬខាងក្រោយបោះដៃផុតឬចំចុងដង្ហើមហើយពួកគាត់មានស្បែកលឿងភ្នែកលឿងអស់កម្លាំងខាត់ហើយដូចគ្នាពិបាកធ្វើទុកខ្លាំងចុកចាប់មែនទែនគឺនៅពេលយប់បន្ទាប់ពីទទួលទានអាហារពិបាកក្នុងការបន្តបងបាទយើងមានឱសថសម្រាប់ព្យាបាលគ្រោះទាំង4ប្រភេទនេះដោយពុំចាំបាច់ធ្វើការចោះយកបាញ់បំបែកឬវះកាត់បាទទទួលទានទៅបង្រីកទុនជារំអិលហើយធ្លាក់មកតាមទឹកនោមម្ដងបន្តិចតាមទឹកនោមរហូតដល់អស់ក្នុងរយៈពេល1បាទអាស្រ័យទៅលើចំនួនទំហំប្រភេទក្របគ្រោះ